số bom bồn đỏ khné bạc chấm bát ế số công ca mà can video bọc chấm một đòn tiết bà ngày nay nhung trình video tham mấy mũi tiết bà tiết tôn tân năng bài nắn bà miền project tham mấy để bên trong thá kernel mega drop bà kernel bài nắn mega drop bà chẳng xâm rạp ở ca ở phơ project mũi ní cứ miền pi bà miền pi pleu không ca tụi bàn ở drop bà trong tí mối cứ dương ai phơ vía bà đòi lọc BNB nơiក្នុង exchange បាទអញ្ចឹងយើងនឹងទទួលបានកាក់ kernel ដោយ free តាមទំហំនៃ BNB ដែលយើងបានធ្វើការ log បាទទី2គឺយើងអាចធ្វើការฝึก fish verb 3នៅក្នុង Binance verb 3បាទអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការយកវាដោយ free បានណាបងប្អូនទាំងអស់គ្នាអញ្ចឹងតេតូនទៅនឹងការធ្វើនៅក្នុងបាទ exchange គឺខ្ញុំបានចេញវីដេអូរួចហើយបាទអញ្ចឹងបងប្អូនអ្នកគ្នាអាចចូលទៅមើលបានណាបាទអញ្ចឹងអាចចូលទៅមើលបានខ្ញុំបានធ្វើរួចហើយអ្វីដែលទាំងអស់ហ្នឹងគឺខ្ញុំតែងតែតម្លាក់ចូលអាប់ដេតនៅក្នុងក្រុម community របស់ខ្ញុំអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើការចងចូលទាំងអស់គ្នាបានដើម្បីទទួលបានការអាប់ដេតព័ត៌មានជាប្រចាំថ្ងៃព្រោះនៅក្នុងក្រុម community របស់ខ្ញុំនេះគឺខ្ញុំតែងតែធ្វើការអាប់ដេតទាក់ទងទៅនឹងលុយ digital ក៏ដូចជាព័ត៌មានទាក់ទងទៅនឹង crypto អីផ្សេងបាទបងប្អូនអ្នកគ្នាអាចចូលបានហើយបងប្អូនអ្នកគ្នាមានចម្ងល់អីអាចសាកសួរបន្ថែមបានបាទអញ្ចឹងលក្ខខណ្ឌក្នុងការចូលរួមធ្វើនៅក្នុង Binance Web 3 នេះហើយទាក់ទងការធ្វើនៅក្នុង exchange គឺបងប្អូនអ្នកគ្នាអាចចូលទៅមើលវីដេអូទី1នេះបានបាទវីដេអូនេះបានចាអាចចូលទៅមើលលក្ខខណ្ឌវាបានហើយសម្រាប់លក្ខខណ្ឌក្នុងការធ្វើនៅក្នុង Binance Web 3 នេះបងប្អូនទាំងអស់គ្នាបាទអាចចូលមកមើលបានបាទអញ្ចឹងយើងត្រូវមាន BNB បាទត្រឹមតែ 0.013 ទេបាទប្រហែលប្រហែលជាខ្ទង់5 6ដុល្លារអញ្ចឹងបងប្អូនអ្នកនេះអាចផ្ទេរវាចូលទៅក្នុង Web3 Wallet បាទបន្តមកទៀតយើងត្រឡប់ចូលទៅកាន់ Mega Drop Page វិញយើងចុចលើ Quiz រួចហើយយើងចុច Start Now បាទហើយវានឹងlinkយើងចូលទៅកាន់ websiteរួចហើយយើងធ្វើការ stake វា 0.01 បាទ 0.01 BNB ទៅមកទៀតវាបញ្ចប់ហើយយើងត្រឡប់ទៅ Mega Drop វិញយើងចុចពាក្យថា verify ទៅជាការស្រេចហើយបាទតោះឥឡូវយើងចូលទៅធ្វើការជាក់ស្ដែងទាំងអស់គ្នាដើម្បីធ្វើនៅ quiz book 3បាទសូមបញ្ជាក់តិចសម្រាប់បងប្អូនអ្នកគ្នាថ្មីដែលគាត់ចង់បាននៅ airdrop មួយនេះឬក៏ airdrop ផ្សេងបន្តទៀតបងប្អូនអ្នកគ្នាអ្នកដែលអត់ទាន់មាន Binance បងប្អូនអ្នកគ្នាអាចចុចកន្លែងមកកន្លែងនេះបាទចុចមកនឹងមកអូខេបាទបន្តមកទៀតបងប្អូនអ្នកគ្នាចុចមកកន្លែងនឹងទៀតបាទអញ្ចឹងបងប្អូនអ្នកគ្នានឹងឃើញ link Binance គឺខ្ញុំបានធ្វើការដាក់ឲ្យបងប្អូនអ្នកគ្នានៅលើគេតែម្ដងហើយតេតងទៅនឹងវីដេអូរបៀបបង្កើត Binance គឺខ្ញុំបានធ្វើការដាក់នៅខាងក្រោមនេះបាទហើយនេះគឺជាលេខកូដ referral សម្រាប់បងប្អូនអ្នកគ្នាដាក់សម្រាប់ referral នេះគឺសំខាន់ខ្លាំងមែនទែនបាទនៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការចុះឈ្មោះបងប្អូនអ្នកគ្នាត្រូវតែធ្វើការបំពេញនៅពេលដែលបងប្អូនទាំងអស់គ្នាប្រើប្រាស់ Binance បងប្អូនអ្នកគ្នាទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនដូចជាការ trade នៅក្នុង spot trade នៅក្នុង future ឬក៏ទទួលបាន event ផ្សេងពីការដាក់ referral របស់ខ្ញុំផងដែរបាទវីដេអូរបៀបបង្កើត Binance គឺខ្ញុំបានដាក់ឲ្យហើយបងប្អូនអរគ្នាអាចមើលបានហើយនេះគឺជា link បើសិនតែទាមទារលេខកូដណែនាំអាចចុចលេខកូដនឹងបានណាអាចមើលវីដេអូរបៀបបង្កើតតាមជំហាននីមួយៗបានអូខេតោះឥឡូវយើងចូលទៅក្នុង Binance Web 3ទាំងអស់គ្នាបាទមុននឹងចូលទៅដល់ Binance Web 3ក្នុងការធ្វើ quiz បងប្អូនទាំងអស់គ្នាបាទត្រូវមានបាទបងប្អូនអ្នកគ្នាត្រូវមានកាក់ BNB សិនណាបងប្អូនអ្នកគ្នាត្រូវមានកាក់ BNB ដូចខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនបាទគឺត្រូវមាន 0.013 BNB ឥឡូវនេះគឺខ្ញុំមាន 0.016 អញ្ចឹងបើសិនតែបងប្អូនអ្នកគ្នាអត់មានកាក់ BNB ទេបងប្អូនអ្នកគ្នាមាន USDT បងប្អូនអ្នកគ្នាអាចចូលមកកាន់កន្លែង trade នេះខ្ញុំប្រាប់ពីរបៀបក្នុងការ trade ឲ្យបងប្អូនអ្នកគ្នាមើលអញ្ចឹងបងប្អូនអ្នកគ្នាចូលកន្លែង spot កន្លែងនឹងមកចឹងបងប្អូនអ្នកគ្នារើសគូកន្លែងនេះកន្លែងហ្នឹងណាយើងចុចលើនឹងមកបងប្អូនអ្នកគ្នា search ពាក្យថា BNB មកបាទយើងចុចលើវាទៅមកទៀតកន្លែងនេះបងប្អូនអ្នកគ្នាយក market បាទយើងស្លេចយក market មកយើងទិញភ្លាម
chẳng cái lấy ní cứ dương đạpประมาณ là dương trong tinh ประมาณ là ưu tao thay nhung trong tinh 6 đô la ផ្លឹប ឬក៏ 7 ដុល្លារ ចុះ 7 ដុល្លារ គ្រប់ចំនួន អញ្ចឹងយើងចុចបាយពឹបកន្លែងនឹងមក ពេលដែលចុចបាយពឹបកន្លែងនេះបងប្អូនអរគ្នាបើសិនយើងមានលុយវាលូតអូតូទៅតែម្ដងពេលនោះយើងទទួលបានកាក់ BNB នៅត្រង់កន្លែងនេះហើយបាទអូខេតើបើយើងមានកាក់នេះគ្រប់គ្រាន់ហើយបងប្អូនអរគ្នាចូលមកកាន់កន្លែង Home បាទបងប្អូនអរគ្នាចូលរកពាក្យថា Mega Drop បើសិនតែអត់ឃើញទេបងប្អូនអរគ្នាចូលកន្លែងមក បាទចូលកន្លែងមកហើយយើងរកពាក្យឲ្យឃើញពាក្យថា Mega Drop នេះណាបងប្អូនបាទបើឃើញទៅយើងសើចកន្លែងនេះមកតែឥឡូវខ្ញុំឃើញហើយខ្ញុំចុចពាក្យ Mega Drop នឹងមកបាទអញ្ចឹងវានឹងឃើញបង្ហាញកាក់ឲ្យយើងបាទបងប្អូនអរគ្នានេះកន្លែងហ្នឹងណាបាទអញ្ចឹងសូមបញ្ជាក់បងប្អូនអរគ្នាបាទសម្រាប់រយៈពេលនៃការធ្វើ Airdrop មួយនេះគឺសល់ពេលត្រឹមតែ 4 ថ្ងៃទៀតតែប៉ុណ្ណោះអញ្ចឹងបងប្អូនអរគ្នារស់រានប្រញាប់ធ្វើទាំងអស់គ្នាបាទប្រញាប់បង្កើត Binance ប្រញាប់ Verify KYC ដើម្បីមានឱកាសក្នុងការទទួលបាននៅ Airdrop មួយនេះច្រើនខ្លាំងមែនទេបងប្អូនអរគ្នារហូតដល់ 40 លានឯណោះបាទរហូតដល់ 40 លានកាក់អញ្ចឹងពិតជាច្រើនខ្លាំងមែនទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាបានធ្វើទាំងអស់គ្នាបាទអញ្ចឹងយើងចុចលើវាហ្មងបងប្អូនបាទអូខេអញ្ចឹងសម្រាប់ការ log BNB គឺវីដេអូមុនគឺខ្ញុំបានបង្ហាញរួចហើយបងប្អូនអរគ្នាអាចចូលទៅមើលវីដេអូបន្ទាប់នឹងបានណាអញ្ចឹងមកដល់វគ្គនេះយើងចាប់ផ្ដើមចូលមកធ្វើនៅក្នុង Binance Web3 យើងអាចចូលទៅក្នុង Web3 ក៏បានឬក៏បងប្អូនអរគ្នាចុចកន្លែងនេះក៏បានដែរនិយាយទៅចូលទៅក្នុង Web3 ក៏ដោយក៏វាចេញតម្រងដូចគ្នាដែរបាទវាពេលចុចនៅក្នុង Web3 វានឹងរត់មកកាន់កន្លែងនេះដូចគ្នាអញ្ចឹងមុននឹងចូលដល់ការធ្វើកន្លែងនេះបងប្អូនអរគ្នាចូលទៅវេលុយបាទវេកាក់ BNB របស់យើងចូលទៅក្នុង Web3 សិនបាទចូលទៅក្នុង Web3 សិនណាបងប្អូនអរគ្នាយើងទេកាក់ចូលក្នុង Web3 សិនអញ្ចឹងយើងអាចចូលមកកាន់ Exchange បាទបងប្អូនអរគ្នាចូលកន្លែង Home មកបាទចូលកន្លែង Wallet ខាងលើនេះអូខេពីថា Receive បាទ Receive ហើយយើងជ្រើសរើសយកreceive token và address នេះ withdraw from Binance Exchange បាទយើងចុចឲ្យលើគេនោះមកខាងធ្វើយូរចង់ផ្លិចបងប្អូនជាស្រ័យផងបាទអូខេបាទបន្តមកទៀតយើងជ្រើសរើសយក BNB ដែលយើងមានស្រាប់ចំនួន 0.16 បាទអញ្ចឹងយើងធ្វើការជ្រើសរើស network នេះ Binance Smart Chain នៅលើគេហើយយើងចុច continue ខាងក្រោមបាទអូខេអញ្ចឹងវា link ឲ្យយើងស្រាប់ហើយយើងគ្រាន់តែដាក់ចំនួនកាក់របស់យើងដាក់បាទ 0.013 បាទយើងដាក់ 0.013 ណាហើយយើងចុច withdraw អូខេនៅក្នុងនោះវាបញ្ជាក់ឲ្យគឺវាឲ្យយើងធ្វើការវេ 0.013 ហើយវាកាត់ fee បាទអស់តិចតួចបាទយើងចុច confirm មកអញ្ចឹងនៅក្នុង Binance Web3 អត់ពិបាកសាំញ៉ាំច្រើនទេបងប្អូនបាទយើងចុច go to Web3 កន្លែងហ្នឹងមកអត់ពិបាកសាំញ៉ាំច្រើនទេដោយសារឥឡូវនេះវាមានភាពងាយស្រួលអត់ចាំបាច់ដាស់សឬក៏អត់ចាំបាច់ធ្វើអីទេណាបាទបន្តមកទៀតយើងអាចចូលមកកន្លែង access យើង refresh wallet របស់យើងនឹងឃើញកាក់បាទចូលមកហើយបាទនេះបងប្អូនអរគ្នាកាក់បានចូលមកហើយបាទបន្តមកទៀតយើងចូលទៅក្នុង Binance Exchange ក៏បានបងប្អូនអរគ្នាអូសចុះក្រោមចុចកន្លែងនឹងក៏បានដែរចុចទៅគឺវាចូលកន្លែងតែមួយទេអញ្ចឹងយើងចុចកន្លែងនឹងមកបាទពេលចុចទៅវា link អូតូចូលទៅក្នុង Exchange ដែលខ្ញុំបានបង្ហាញមុនហ្នឹងណាបាទចូលទៅកាន់ Mega Drop ហ្នឹងណាបងប្អូនអរគ្នាណាវាចូលមកកាន់កន្លែងនេះដដែលអញ្ចឹងយើងចុចកន្លែង Start Quiz កន្លែងហ្នឹងមកអូខេអញ្ចឹងយើងចុចពាក្យថា Start Now អូខេចឹងយើងធ្វើការរងចាំបន្តិចបាទអ៊ីនធឺណិតខ្ញុំរឿង slow ហើយបូកនឹងទូរស័ព្ទវានឹងដល់យឺតបាទឥឡូវវានាំចូលទៅកាន់ website មួយបាទដូចខ្ញុំបានជែកខាងដើមវីដេអូអញ្ចឹងណាបាទអូខេអញ្ចឹងយើងរងចាំបន្តិចបាទអញ្ចឹងមកដល់កន្លែងនេះគឺយើងចុច stake BNB បាទចុច stake BNB កន្លែងហ្នឹងមកអូខេអញ្ចឹងកន្លែងនេះបើសិនវាអត់ទាន់មាន connect wallet ទេយើងធ្វើការ connect wallet វាមកណាបងប្អូនបាទអូខេឥឡូវខ្ញុំ click ហើយខ្ញុំដាក់ deposit 0.01 មកបងប្អូនបាទនៅត្រង់កន្លែងនេះយើង deposit 0.01 បាទវាបានបញ្ជាក់ហើយគឺយើងត្រូវ deposit 0.01 បន្តមកទៀតយើងចុចបាទ deposit កន្លែងនេះបាទ
អូខេអញ្ចឹងកន្លែងនេះគឺវាកំពុងតែដំណើរការបាទអញ្ចឹងវាកំពុង review យើងអាចរងចាំបន្តិចបាទនេះឃើញវាកំពុងដំណើរការទៅហើយបាទរងចាំវេទនាទៀតយើងធ្វើតាមលក្ខខណ្ឌរបស់វាបន្តទៀតណាអូខេមកដល់កន្លែងនេះគឺវាឲ្យចុច confirm យើងដាក់ confirm មកបាទអូខេរងចាំវាដើរទៀតណាអូខេអញ្ចឹងយើង verify ចាក់សោដែលយើងបានចាក់អញ្ចឹងយើង verify ដល់វាមកអូខេ submit អូខេ transaction successful ហើយបងប្អូនបាទអញ្ចឹងយើងបានដាក់ជោគជ័យហើយណាបងប្អូនអរគ្នាកន្លែងនេះគេដាក់ success អញ្ចឹងបងប្អូនអរគ្នាអាច back ថយទៅក្រោយវិញដើម្បីយើងចូលទៅ verify នៅក្នុងកន្លែង quiz មិញបងប្អូនបាទយើង back ថយក្រោយមកអូខេរូបចាំបន្តិចបាទទូរស័ព្ទខ្ញុំគឺ slow មែនតើបងប្អូនអធិស្ឋានផងដែលធ្វើការបង្ហាញអត់ស្រួលអញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងយើងអាចចុចកន្លែងនេះម្ដងទៀតក៏បានណាបងប្អូនបាទយើងចុចកន្លែងនេះម្ដងទៀតក៏បានវានឹងនាំចូលកាន់ exchange ហើយយើងធ្វើការចុច verify បាទញ៉េយើងអូសចុះក្រោមមកយើងចុចកន្លែង start quiz កន្លែងនេះម្ដងទៀតមកបាទហើយយើងចុច verify ណា verify កន្លែងហ្នឹងមកអូខេអញ្ចឹង test complete បាទចុចអូខេមកបាទអញ្ចឹងយើងធ្វើបានជោគជ័យអស់ហើយបងប្អូនអរគ្នាអញ្ចឹងយើងរងចាំតែថ្ងៃទេណារងចាំតែថ្ងៃនេះនៅថ្ងៃទី14យើងនឹងដឹងលទ្ធផលហើយថាតើយើងទទួលបានកាក់ចំនួនប៉ុន្មានហើយយើងទទួលបាន airdrop ចំនួនប៉ុន្មានបាទតម្លៃវាប្រហែលយើងរងចាំនៅថ្ងៃទី14ទាំងអស់គ្នាណាអូខេឥឡូវនេះខ្ញុំback ថយក្រោយវិញបាទ back ថយក្រោយវិញកាក់ដែលយើងបានធ្វើហ្នឹងបងប្អូនអរគ្នាអាចរងចាំចប់ event ហើយយើងអាចធ្វើការផ្ទេរវាមកវិញទៅបើសិនតែបងប្អូនអរគ្នាអត់ចំទុកណាតែយល់ល្អបងប្អូនអរគ្នារក្សាវាទុកទៅបាទរក្សាវាទុកទៅដើម្បីធ្វើ quiz ពេលក្រោយទៀតអញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងឯងបងប្អូនបាទក្នុងការបង្ហាញបើសិនបងប្អូនអរគ្នាអត់យល់កន្លែងណាអាចចងចូលនៅក្នុងក្រុម community របស់ខ្ញុំនៅក្នុងក្រុម Telegram មានចងល់អីអាចធ្វើការសាកសួរបានណាដើម្បីជាចំណេះដឹងក៏ដូចជាធ្វើនៅ airdrop នេះបានឬក៏ airdrop ផ្សេងៗអីអាចសាកសួរបន្ថែមបានចុះដោយសារវីដេអូនេះខ្ញុំចាប់ប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតណាអ្វីដែលសំខាន់បងប្អូនអរគ្នាកុំភ្លេចចងចូលនៅក្នុងក្រុមរបស់ខ្ញុំទាំងអស់គ្នាដើម្បីទទួលបានការអាប់ដេតពី airdrop ផ្សេងៗជាដើមអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបងប្អូនបាទបាយបាយ